តាប្រាំវិធីជួយកូនឲ្យឆាប់ចេះនិយាយប៉ាម៉ាក់មួយចំនួនគាត់ឆ្ងល់ថាមិនកូនខ្ញុំក្រចេះនិយាយម៉េចបើសិនជាធៀបជាមួយនឹងក្មេងដទៃប៉ាម៉ាក់ដឹងទេថាអូនអាយុ2ឆ្នាំបើសិនជាប៉ាម៉ាក់អាចបង្រៀនគាត់បានត្រឹមត្រូវអូនអាចនិយាយជាពាក្យពី150ពាក្យទៅ300ពាក្យហើយអាចនិយាយជាប្រយោគពីប្រយោគទៅ3ប្រយោគអញ្ចឹងមានន័យថាអូនអាចរៀនពីអ្វីៗដែលនៅជុំវិញខ្លួនគាត់តាមរយៈញាណទាំង5ដូចជាការប៉ះការស្ទាបការមើលឃើញអីផ្សេងៗចឹង1និយាយជាមួយកូនរាល់ថ្ងៃជាពាក្យឬឃ្លាដែលខ្លីៗច្បាស់ងាយយល់ឧទាហរណ៍តាកូនងូតទឹក2អានសៀវភៅនិទានរឿងឬសៀវភៅមានរូបភាពរាល់ថ្ងៃរូបភាពនិងសម្ដីរបស់ប៉ាម៉ាក់ជួយកូនឲ្យចេះពាក្យនិងយល់អារម្មណ៍3កុំដាក់សម្ពាធឬក៏ស្ដីបន្ទោសពេលកូននិយាយខុសបើសិនជាកូននិយាយខុសប៉ាម៉ាក់គ្រាន់តែនិយាយជំនួសនៅពាក្យដែលត្រឹមត្រូវវិញបានហើយឧទាហរណ៍បើកូននិយាយថាញ៉ាំបាយប៉ាម៉ាក់គ្រាន់តែជំនួសមកពាក្យវិញថាញ៉ាំបាយ4ដកកូនចេញពីការមើលទូរស័ព្ទឬគ្រឿងអេឡិចត្រូនិកតែមកលេងជាមួយមនុស្សវិញ5ប៉ាម៉ាក់លេងជាមួយកូននិងអបអរសាទរកូនពេលដែលកូនយល់និងធ្វើតាមការណែនាំព្រោះថាកូនឆាប់ចេះនិយាយដោយសារពួកគេរស់នៅជាមួយនឹងគ្រួសារដែលពោរពេញទៅដោយសម្លេងនិងស្នាមញញឹម